បាទយើងវិលមកជួបគ្នាបន្តទៀតប្រិមិត្តបាទមិញនេះគ្រាន់តែរឿងរ៉ាវក្តីក្តាំរវាងកូននិងម្ដាយនៅខាងខេត្តកណ្ដាលមិញនេះគឺសារមហាជនច្រើនមែនទែនដែលចង់ឲ្យមានការសើរឿងនឹងឡើងវិញរកការពិតបាទប៉ុន្តែយ៉ាងណាក៏ដោយនេះគឺជាសមត្ថកិច្ចរបស់តុលាការនិងការប្តឹងផ្តល់អីគ្នាយ៉ាងម៉េចទៀតរឿងរបស់ខាងបុគ្គលនឹងទេបាទតែនេះដល់គ្រាន់តែចង់បញ្ជាក់ដែលសារមហាជនដែលគាត់បញ្ជូនមកហើយនឹងសាក់សីដែលគាត់ឃើញភាពយុត្តិធម៌និងអយុត្តិធម៌ដែលកើតឡើងសម្រាប់លោកយាយបាទឥឡូវនេះសូមជម្រាបជូនព័ត៌មានថ្មីបន្ថែមទៀតជុំវិញអំពីបញ្ហាស្ថានភាពព្រំដែនរបស់យើងបាទបញ្ហាព្រំដែនរបស់យើងថ្មីអំបញ្ញមិញនេះគឺខាងលោកអភិបាលក្រុងប៉ោយប៉ែតងៅមេងជ្រួនបានជម្រាបជូននៅព័ត៌មានខ្លះៗសម្រាប់ប្រជាពលរដ្ឋរបស់យើងក្នុងការប្រុងប្រយ័ត្នក្នុងការចូលទៅក្នុងទឹកដីថៃនៅខណៈពេលដែលប្រទេសថៃគេប្រើប្រាស់ច្បាប់អាញាសិកបាទបើយើងនិយាយអំពីច្បាប់អាញាសិកនិយាយឲ្យងាយយល់តែម្ដងគឺច្បាប់កងទ័ពគឺគេអត់យកច្បាប់អ្វីមកប្រើទេអញ្ចឹងកុំឲ្យរឹងទៅតឹងបាទរឹងទៅតឹងគឺគេយកអំណាចកងទ័ពប្រើហើយបាទពេលនោះកុំបន្ទោសគេថាចំមិនក៏លេងប្រើអំណាចកងទ័ពពួកគេប្រកាសហើយគេប្រកាសច្បាប់អាញាសិកទៅហើយប៉ុន្តែពេលនេះលោកងៅមេងជួនអភិបាលក្រុងប៉ោយប៉ែតបានផ្ដល់ដំណឹងនេះសម្រាប់មហាជនដែលគាត់ចេញចូលទៅក្នុងប្រទេសថៃឥឡូវនេះខាងកងទ័ពឈុតខ្មៅថៃគេបានជូនដំណឹងមកខាងភាគីកម្ពុជាបាទប៉ុន្តែគេជូនដំណឹងមកម៉ោង9ម៉ោង10យប់ទៅហើយដែលប្រាប់មកអាជ្ញាធរឲ្យប្រាប់ប្រជាពលរដ្ឋដែលចេញចូលនៅតាមនោះបញ្ហាទី1គឺមិនអនុញ្ញាតឲ្យនាំចូលរថយន្តដឹកហ្គាសបាទអត់ឲ្យចូលទី2មិនឲ្យក្រុមឡានដឹកទេសចរចូលទៅក្រុងបាងកកប្រទេសថៃគឺមិនអាចអនុញ្ញាតឲ្យចូលទេប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលមានកាតឆ្លងព្រំដែនទៅលក់ដូរត្រឹមផ្សារឡុងគឿគឺទៅជាធម្មតាបាទទៅជាធម្មតាគ្រាន់តែមានការតឹងតែងជាងមុនតែប៉ុណ្ណោះអញ្ចឹងឥឡូវការរៀបរៀងនេះមិនអាចចាត់ទុកបន្ទោសខាងភាគីថៃបានទេព្រោះគេបានប្រកាសជាចំហហើយប្រកាសតាមទូរទស្សន៍សាធារណៈរបស់ប្រទេសថៃទៀតគឺមិនគឺគេប្រកាសពីច្បាប់អាញាសិកបាទពីច្បាប់អាញាសិកចឹងឥឡូវនេះខាងអភិបាលក្រុងប៉ោយប៉ែតខាងភាគីកម្ពុជារបស់យើងបានណែនាំប្រជាពលរដ្ឋរបស់យើងថែមទៀតជៀសវាងកុំឲ្យចូលទៅក្នុងទឹកដីថៃនៅគណៈពេលដែលគេកំពុងតែប្រើច្បាប់អាញាសិកបាទដូចជាអ្នកឆ្លងកាត់តាមព្រំដែនខុសច្បាប់តាមព្រំដែនច្រករបៀងអីហ្នឹងបាទអញ្ចឹងគាត់ចង់ជម្រាបជូនប៉ុណ្ណឹងបាទប៉ុន្តែជារួមគឺស្ថានភាពវាជាធម្មតាគ្រាន់តែថាគេប្រើច្បាប់ប៉ុណ្ណឹងតែប៉ុណ្ណោះបាទតែបើឡានដឹកធំចែកអីហ្នឹងគឺចូលទៅក្នុងគឺអត់បានទេឥឡូវហ្នឹងបាទត្រឹមតែអ្នកដែលចូលទៅលក់ដូរនៅថៃគឺត្រឹមតែផ្សារឡុងគ្រឿតែប៉ុណ្ណោះបាទអញ្ចឹងដឹកហ្គាសចូលក៏អត់បានឡានដឹកក្រុមទេសចរទៅកំសាន្តនៅក្នុងប្រទេសថៃក៏ត្រូវបានបិទបដោះសន្នដែរបាទអញ្ចឹងមិនមានពេលវេលាណាមួយថាទាំងបើកឲ្យដំណើរការឡើងវិញទេដោយគេបានប្រាប់ថាភាគីថៃប្រាប់ថាចាំការរៀបចំសណ្ដាប់ធ្នាប់សន្តិសុខនៅក្នុងប្រទេសរួចរាល់សិនបាទនេះចង់ជម្រាបជូនខ្លីប៉ុណ្ណឹងបាទឥឡូវនេះសូមបញ្ចប់រឿងនឹងប៉ុណ្ណឹងហើយបង្វិលរឿងនេះទៅឲ្យកញ្ញាសុភាបន្តទៀតបាទអញ្ចឹងរឿងដំបូងរឿងអីទៅបាទចាឥឡូវដល់វិញនាងខ្ញុំណាបាទអញ្ចឹងចាករណីនេះចាស្រវឹងស្រាជិះម៉ូតូធ្លាក់ចិញ្ចើមផ្លូវបេតុងរងរបួសធ្ងន់បុរសម្នាក់ស្រវឹងជោគជាំជិះម៉ូតូធ្លាក់ផ្លូវរេចង្កូតទៅបុកដុំថ្មនៅចិញ្ចើមផ្លូវប្លង់ក្រវត្តមនុស្សដួលបោកក្បាលរងរបួសធ្ងន់កាលពីវេលាម៉ោង 9:40 នាទីយប់ថ្ងៃទី 22 ខែឧសភាតាមផ្លូវបេតុងផ្សារព្រៃទាមុខរោងចក្រលីអូសង្កាត់ចោមចៅខណ្ឌចោមចៅសង្ខានពោធិ៍សែនជ័យសាក់សីឃើញហេតុការណ៍នោះបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូ C110 ស៊េរី 2012 ពណ៌ខ្មៅបើកបទាំងស្រវឹងជោគជាំតែម្ដងធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿនពេកមកដល់ចំណុចផ្លូវកោងកាច់ចង្កូតមិនទាន់បានបើកធ្លាក់ពីលើផ្លូវបេតុងចាទៅចិញ្ចើមផ្លូវទៅបុករះរបងរោងចក្រលីអូធ្វើឲ្យរេចង្កូតឡើងទៅលើផ្លូវបេតុងវិញបានបុកនឹងដុំថ្មដែលសម្រាប់ចង
តូបលក់ដូរនៅតាមចិញ្ចើមផ្លូវបណ្ដាលឲ្យគាត់ក៏បណ្ដាលឲ្យក្រវត្តចាបណ្ដាលឲ្យក្រវត្តទៅឈរឆ្កឹងមិនបានដួលទេចំណែកអ្នកបើកម៉ូតូបោកក្បាលនឹងថ្នល់សន្លប់ស្ដុកស្ដឹងក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ែតចំណែកឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចំចៅចាមានន័យថាគាត់នឹងស្វឹងខ្លាំងហើយគាត់ជិះម៉ូតូទៅហ្នឹងស្រាប់តែបុកនឹងដុំថ្មណាចាកន្លែងដុំថ្មចាកន្លែងដុំថ្មទាំងទៅម៉ូតូនោះឈរឆ្កឹងហ្នឹងទៅអត់ដួលសោះម៉ូតូដួលតែមនុស្សទៀតទៅផ្សេងម៉ូតូទៅផ្សេងបាទតែមួយរឿងទៀតបាទជឿចារឿងជាបន្តចារឿងបន្តទៀតចាចោលឆ្កឹះបង្អួចស្ទូចយកទូរស័ព្ទមិនបានសម្រេចផ្ទះរបស់អ្នកសារព័ត៌មានម្នាក់ត្រូវក្រុមឆ្កឹះបង្អួចឡើងទឿដើម្បីស្ទូចយករបស់របរមានតម្លៃមិនបានសម្រេចធ្វើឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 2:10 នាទីរំលងអត្រាឈានចូលថ្ងៃទី23ខែឧសភាផ្ទះអត់លេខតាមផ្លូវបេតុងនៅភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យស្ត្រីជាម្ចាស់ផ្ទះមានឈ្មោះស្រីកេតអាយុ25ឆ្នាំមុខរបរមេផ្ទះស្នាក់នៅផ្ទះកន្លែងកើតហេតុខាងលើបានឲ្យដឹងថាប្តីរបស់គាត់ធ្វើការនៅកាសែតដេជោហើយនៅក្នុងផ្ទះមានម៉ូតូចំនួន2គ្រឿងម៉ាកណៃហត1គ្រឿងនិងសេម៉ាកណៃហត1គ្រឿងនិងសេ125ហ្នឹងពណ៌ខ្មៅ1គ្រឿងមុនពេលកើតហេតុហ្នឹងគាត់កំពុងតែសម្រាកលងលក់ស្រាប់តែឮសំឡេងប្លែកចាគាត់បានបើកភ្នែកស្រាប់តែឃើញក្រុមចៅមានគ្នា3ទៅ4នាក់កំពុងតែធ្វើសកម្មភាពឆ្កឹះបង្អួចឡើងទឿនៅជាប់ចំហៀងផ្លូវដើម្បីស្ទូចយកទូរស័ព្ទកាបូបលុយនិងរបស់របរមានតម្លៃមួយចំនួនទៀតប៉ុន្តែឆ្កឹះបង្អួចមិនទាន់បានសម្រេចផងត្រូវម្ចាស់ផ្ទះដឹងខ្លួនទាន់បានស្រែកធ្វើឲ្យផ្អើលឆោឡោឡើងស្រាប់តែពេលនោះក្រុមចៅបានរត់គេចខ្លួនអស់បន្សល់ទុកតែស្មាខោអាវចាស្មាខោអាវដែលចងភ្ជាប់ឈើសម្រាប់ធ្វើទំពក់ស្ទូចយករបស់របរមានតម្លៃនៅកន្លែងកើតហេតុម្ចាស់ផ្ទះបានបន្តទៀតថាកាលពីថ្ងៃទី19ខែថ្ងៃទី19ខែឧសភាកន្លងមកនេះក្រុមចៅមួយក្រុមបានលួចគាស់ផ្ទះដើម្បីលួចយកម៉ូតូក៏ប៉ុន្តែគាត់ដឹងខ្លួនទាន់បាននាំគ្នាគេចខ្លួនអស់ចាក្រុមចៅណាចាលើពីនេះទៀតកន្លងមកថ្មីនេះប្រជាពលរដ្ឋរស់នៅជិតខាងត្រូវបានចៅឆ្កឹះបង្អួចស្ទូចយកកាបូបលុយអស់ជាង$2,000ផងដែរប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបានឲ្យដឹងថាពួកគាត់ទើបនឹងមកទិញផ្ទះស្នាក់នៅប៉ុន្តែប្លុកខាងលើជាសម្បុកចោលតែម្ដងយប់ណាក៏មានចោលដើរក្រវ៉ែលមិនចេះខានទេធ្វើឲ្យពួកគាត់នឹងមិនបានសម្រាកហើយក៏មិនបានដេកពួនដែរចាសូមកាត់រឿងនឹងមកទៅបាទលួចមិនបានសម្រាកទេវាទៅបាត់ហើយហើយគាត់ជាម្ចាស់ផ្ទះហ្នឹងគឺអ្នកកសែតដែរចាជាអ្នកសារព័ត៌មានចាខ្ញុំដូចជាអត់សូវដែលឃើញដែរតែហ្នឹងនឹងមានលក់តាមតូបអត់បាទតោះបន្តទៅមួយរឿងទៀតបាទលួចអត់បានសម្រេចផងប៉ុន្តែគាត់ព្រួយបារម្ភថាកន្លែងហ្នឹងសបោថាចោលមុខចោលបែងបាទតោះចារឿងជាបន្តទៀតចាឆក់ខ្សែកមិនបានសម្រេចឆក់ដៃចាឆក់ខ្សែកមិនបានសម្រេចបែរជាឆក់ដាច់ដៃរ៉ូបទៅវិញចាដាច់អីដៃរ៉ូបអាវគាត់ណាអូចាឆក់ខ្សែកអត់បានទៅចាប់ចំមកដៃខ្សែរ៉ូបរបស់គាត់ដែលខោអាវរ៉ូបចារ៉ូបគាត់ណាអញ្ចឹងបើចោលបើឲ្យជាភ្នែកសលេវក៏មិនដឹងដែរចាប់ខុសខ្សែកចំមកខ្សែអាវដាច់ភឹងមកអើអញ្ចឹងឯងចាហើយឃើញជួយសយអញ្ចឹងឯងសយតោះចាជាបន្តចាចោលឆក់2នាក់ស្រីម្នាក់និងប្រុសម្នាក់ធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេចបានត្រឹមតែរហែកដៃរ៉ូបពាក់កណ្ដាលត្រូវប្រជាពលរដ្ឋខាត់បានវាយទ្រង់ខ្លួនកាលពីវេលាម៉ោង 9:50 នាទីយប់ថ្ងៃទី23ខែឧសភាក្រោយរោងកុនគិរីរំតាមផ្លូវលេខ113សង្កាត់បឹងកេងកងទី2ខណ្ឌចំការមនប្រភពព័ត៌មានពីម្ចាស់ខ្សែកដែលសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថាមុនពេលកាត់ហេតុគាត់ទើបនឹងមកពីញ៉ាំអីចាញ៉ាំអាហារនៅខាងក្រៅបានជិះរមាក់ម៉ូតូមកដល់មុខផ្ទះចាគ្រាន់តែដើរចុះពីលើរមាក់ម៉ូតូភ្លាមហ្នឹងស្រាប់តែមានក្រុមចៅ2នាក់ស្រីម្នាក់ប្រុសម្នាក់អូចៅមានស្រីមួយប្រុសមួយណាចាបាទស្រីម្នាក់ប្រុសម្នាក់ហ្នឹងជិះម៉ូតូ step ពណ៌ខ្មៅលាយក្រហមចាមកដល់ត្រូវបាននារីដែលអង្គុយខាងក្រោយហ្នឹងជាអ្នកធ្វើសកម្មភាពអូស្រីអ្នកឆក់ចាបាទកែឆក់ចាធ្វើសកម្មភាពឆក់ខ្សែកផ្លាទីនតែឆក់មិនបានសម្រេចទេបានឆក់ដាច់រហែកខ្សែដៃរ៉ូបអស់ពាក់កណ្ដាលសំណាងល្អហើយដែលមិនបានដាច់របូតនោះ
ចាប្រភពដដែលបានបន្តទៀតថាខ្សែកដែលចោលឆក់មិនបានសម្រេចនេះជាខ្សែកផ្លាទីនអ៊ីតាលីផ្លាទីនពណ៌សចាផ្លាទីនសណាចាទិញតម្លៃ$540បន្ទាប់ពីឆក់មិនបានសម្រេចហើយក្រុមចៅបានជិះម៉ូតូរត់គេចទៅមុខបានជាង100ម៉ែត្រត្រូវម្ចាស់ខ្សែកស្រែកថាចៅសន្តិសុខយាមនៅមុខ Elegant ហ្នឹងចាបានរត់ទៅចាប់បានទាំងពីរនាក់តែម្ដងចាជាមួយម៉ូតូមួយគ្រឿងហើយប្រជាពលរដ្ឋបានព្រួតវាយតែយុវជននោះបានព្រមប្រគល់ខ្លួនឲ្យទៅសមត្ថកិច្ចចាចំណែកឯនារីជាអ្នកឆក់ខ្សែកនោះមិនត្រូវបានគេវាយទេចាវាយតែខាងប្រុសហ្នឹងណាចាអ្នកបើកបរម៉ូតូដើរឆក់អ្នកបើកបរម៉ូតូដែលឆក់មានឈ្មោះឈឹមមេងឡុងចាភេទប្រុសអាយុ20ឆ្នាំអតីតជាងកាត់សក់នៅខេត្តសៀមរាបបច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់បឹងសាឡាងខណ្ឌទួលគោករីឯអ្នកឆក់មានឈ្មោះអ្នកឆក់ស្រីណាមានឈ្មោះពេជ្រភេទស្រីអាយុ19ឆ្នាំស្នាក់នៅម្ដុំបាមន់ចែសង្កាត់ផ្សារដេប៉ូខណ្ឌទួលគោកក្រោយពេលកាត់ហេតុជនសង្ស័យដែលខាត់ខ្លួនបានទាំងពីរនាក់ត្រូវបានបញ្ជូនទៅប៉ុស្តិ៍បឹងកេងកងទី2សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានចំការមនចាចំការមនចាត់ការតាមច្បាប់បាទនេះពីរអ្នកនេះស្រីនិងប្រុសហើយមិនដឹងជាគេនឹងជាគូស្នេហ៍ជាមួយគ្នាយូរហើយឬយ៉ាងម៉េចទេណាចាយើងអត់ដឹងបាទអញ្ចឹងគាត់ឆក់ខ្សែកទេប៉ុន្តែបើប៉ះចំខ្សែដៃរ៉ូបគាត់ចាអានឹងខ្សែរ៉ូបតូចដែរបាទតែគាត់វាធំជាងខ្សែកបន្តិចបាទនោះវាឆក់វិញប្រហែលជាអត់ចំខ្សែរ៉ូបប៉ះចំអាវ៉ែនតាឆក់លឿនវិញអានោះឆក់តែកាន់ខ្សែប៉ះចំអាវរ៉ូបអានោះឆក់នឹងប៉ះចំអាវ៉ែនតាមកហើយបាទនៅតែខៀវភ្នែកអីបកែឆក់មែនវាជំនាញឆក់តែអាវគេហ្នឹងអានោះជាប់គុកក៏ដោយសារតែអាវគេហ្នឹងដែរចេះសំណាងអត់របូតណាបាទវាអត់របូតតែវាដាច់បាទតាចាកុំឲ្យនិយាយរឿងខ្សែវ៉ែនតាអញ្ចឹងវានាំព្រឺសាច់ណាឡែកគេវាយព្រឺសាច់ឡែកគេវាយបាទចារឿងជាបន្តចូលនៅក្នុងករណីចាឆក់ខ្សែកមិនបានសម្រេចចាភ្លៀងមួយមេធំចាលាយនឹងខ្យល់ធ្វើឲ្យធ្លាក់បែកកញ្ចក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុcredit ចាភ្លៀងមួយមេលាយឡំនឹងខ្យល់បោកបក់ធ្វើឲ្យផ្ទាំងកញ្ចក់រាងជាអក្សរ K របស់ការិយាល័យកណ្ដាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ credit បែកធ្លាក់ខ្ចាយកណ្ដាលថ្នល់ធ្លាក់លើរថយន្តបែកកញ្ចក់ចំនួន3គ្រឿងកាលពីវេលាម៉ោង3រសៀលថ្ងៃទី22ខែឧសភាចំណុចផ្លូវលេខ163កែងផ្លូវ368ក្រុម47ភូមិ7អគារលេខ71សង្កាត់ទួលស្វាយព្រៃទី1ខណ្ឌចំការមនប្រភពព័ត៌មានបានឲ្យដឹងថាគណៈពេលមួយកំពុងតែមានភ្លៀងធ្លាក់ខ្លាំងស្រាប់តែផ្ទាំងកញ្ចក់មួយផ្ទាំងដែលដាក់រចនាជាម៉ូដអក្សរ K ដាក់នៅជាន់ទី2ដល់ជាន់ទី4បានធ្លាក់ទាំងផ្ទាំងបែកខ្ចាយលើផ្លូវលេខ163បណ្ដាលឲ្យអំបែងកញ្ចក់ធ្លាក់លើរថយន្តដែលចតនៅខាងក្រោមចំនួន3គ្រឿងរបស់បុគ្គលិកបណ្ដាលឲ្យប្រេះកញ្ចក់ផ្ទាំងមុខរថយន្ត Ford Ranger ពណ៌ទឹកប្រាក់ចាបែកកញ្ចក់ផ្ទាំងមុខរថយន្តតាកូម៉ាពណ៌ទឹកប្រាក់និងរថយន្តកាំរីឆ្លាមពណ៌ប្រផេះបែកមុខកញ្ចក់តែម្ដងចំហៀងខាងស្ដាំសំណាងល្អហើយដែលមិនបានរងរបួសដល់អ្នកធ្វើដំណើរតាមផ្លូវដោយសារតែមានមេឃកំពុងតែភ្លៀងខ្លាំងអត់មានអ្នកធ្វើដំណើរប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថាផ្ទាំងកញ្ចក់ខាងលើនេះទើបនឹងសាងសង់រួចថ្មីទេដោយសារតែក្រុមហ៊ុនដោយសារតែខាងក្រុមហ៊ុនទទួលធ្វើបានធានារយៈពេល1ឆ្នាំស្រាប់តែបាក់ធ្លាក់មកទាំងផ្ទាំងតែម្ដងខណៈពេលមេឃភ្លៀង1មេត្រប៉ុណ្ណោះមិនដឹងជាជាងខ្វះបច្ចេកទេសឬក៏បែបណានោះទេបានជាបែកធ្លាក់យ៉ាងនេះសម្រាប់មេឃភ្លៀងនៅរសៀលថ្ងៃនេះធ្វើឲ្យតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញមួយចំនួនត្រូវបានជន់លិចនិងមានដើមឈើរលំតាមផ្លូវម៉ៅសេតុងនៅក្នុងសង្កាត់បឹងសាឡាងខណ្ឌទូកោផងដែរពីល្ងាចមិញភ្លៀងខ្លាំងណាស់ម្សិលមិញនេះគឺមានភ្លៀងនៅក្នុងភ្នំពេញតែប៉ុន្តែភ្លៀងដោយកន្លែងដែរភ្នំពេញខ្លះអត់ភ្លៀងទេបាទនៅក្នុងភ្នំពេញដូចគ្នាប៉ុន្តែកន្លែងខ្លះអត់ភ្លៀងទេបាទអរគុណទូទាំងអ្នកជនដោយសារតែពេលវេលារបស់យើងដល់ម៉ោងសម្រាប់ទៅហើយសូមពេលសម្រាប់បន្តិចសិនបាទតិចទៀតយើងជួបគ្នានៅវគ្គចុងក្រោយបាទ